ចាមកដល់នៅទៀតហើយនំគ្រក់របស់ខ្ញុំដោយសារនឹកចង់ញ៉ាំនំគ្រក់ធ្វើផ្លែតដោយសារប្រាប់ប្រាក្នុងចង្ក្រានបាយខ្ញុំគឺមានសពចាចង់ញ៉ាំអីធ្វើនឹងនេះគឺបបរឈ្មោះដែលខ្ញុំដាំណាខ្ញុំដាំហើយខ្ញុំកិនវាឲ្យម៉ត់ចាកិនវាបបរនឹងឲ្យម៉ត់បន្តិចមកហើយបន្ទាប់មកទៀតគឺខ្ញុំប្រើម្សៅឆាចាម្សៅឆាខ្ញុំប្រើចំនួន1ខាប់ហើយខ្ញុំក៏ប្រើម្សៅអង្ករដែរនេះជាម្សៅអង្ករខ្ញុំក៏ប្រើ1ខាប់ដែរហើយបបរដែលខ្ញុំកិនម៉ត់មិញហ្នឹងចំនួន2ខាប់ចាគឺខ្ញុំចាក់ចូលទាំងអស់ហ្នឹងគឺ2ខាប់បន្ទាប់មកទៀតគឺខ្ញុំប្រើអំបិលចាកន្លះស្លាបព្រាកាហ្វេហើយខ្ទិះដូងខ្ញុំដាក់1ខាប់ហើយទឹកសុទ្ធហ្នឹងគឺខ្ញុំដាក់ចំនួន1ខាប់តាគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងទេកូរវាឲ្យសព្វជាល្បាយតែមួយមកហើយខ្ញុំយកទៅកិនថែមទៀតដើម្បីឲ្យម៉ត់ល្អហើយបន្ទាប់មកទៀតគឺខ្ញុំធ្វើការហាន់ស្លឹកខ្ទឹមហ្នឹងគឺហាន់ទូចអិតហ្មងអញ្ចឹងណាហើយខ្ញុំយកទៅដាក់នៅក្នុងម្សៅដែលខ្ញុំកិនមិញហ្នឹងចាខ្ញុំយកដាក់ទៅលាយជាមួយម្សៅហ្នឹងហើយខ្ញុំនឹងកូរម្សៅហ្នឹងជាល្បាយតែមួយឲ្យសព្វអញ្ចឹងមកចា recipe គឺមានតែប៉ុណ្្នឹងឯងម្សៅផ្សំនោះហើយចានេះទឹកត្រីដែលខ្ញុំធ្វើសម្រាប់ញ៉ាំមួយនំគ្រក់ហ្នឹងខ្ញុំប្រើស្ករ2ទឹក4គឺទឹកក្តៅខ្ញុំដាំពុះខ្ញុំកូរវាឲ្យលាយស្ករអស់ខ្ញុំដាក់លើភ្លើងហើយនេះគឺទឹកត្រី1ហើយនឹងទឹកខ្មេះក៏1ដែរហើយខ្ញុំប្រើខ្ទិះដូងគឺ1ចាតែប៉ុណ្្នឹងដាំឲ្យពុះទៅជាការស្រេចហើយនេះទឹកត្រីហើយនេះគឺម្សៅដែលខ្ញុំធ្វើសពដែលកូរសពហើយខ្ញុំដើរធ្វើការយកមកចាក់នៅពុំហ្នឹងគឺខ្ញុំប្រើក្តៅអញ្ចឹងទៅដាក់ប្រេងហើយខ្ញុំយកម្សៅហ្នឹងចាក់ទៅលើគ្រប់រុនវាហ្នឹងហើយដាក់ភ្លើងល្មមហើយខ្ញុំនឹងធ្វើការត្រឡប់វាក្របពីមួយទៅមួយអញ្ចឹងទៅឲ្យសព្វចាកូនខ្ញុំមកធ្វើការវិញតាន់ពេលដែលខ្ញុំចាក់ហ្នឹងគាត់ក៏អូចាក់ញាប់ដៃញាប់ជើងម៉ែក៏ញ៉ាំកូនក៏ញ៉ាំចាក់បារើញ៉ាំបារើដោយសារឃើញនំហ្នឹងវាឈ្ងុយពេកខានញ៉ាំយូរហើយដល់នឹកឃើញមកចាក់ម្សាទៀតដោយសារថ្ងៃនេះអត់សូវស្រួលខ្លួនចង់ញ៉ាំនំគ្រក់ហ្នឹងចាកូនខ្ញុំគាត់ជក់ដៃគាត់ចាក់បារើញ៉ាំបារើហើយគាត់ចាក់ដាក់មួយចានមកគោមអញ្ចឹងទៅទុកសម្រាប់ញ៉ាំខ្លួនគេអញ្ចឹងណាមកញ៉ាំនំគ្រក់ជាមួយខ្ញុំនំគ្រក់ទូចស្អាតណាខ្ជូតអូឆ្ងាញ់ណាស់ក្រៀមថ្មីហ្មងថ្មីឈ្ងុយដាក់ទៀតមកកូនបើម៉ែមួយចានហ្មងអូយដល់ហើយធ្វើទូចហ្នឹងមួយម៉ាត់អញ្ចឹងឆ្ងាញ់ណាញ៉ាំថ្មីស្រួយអញ្ចឹងឆ្ងាញ់មែនតើវាក្តៅថ្មីស្រួយហើយខាងក្នុងទុនល្មើយហ្មងខាងក្នុងទុនខាងក្រៅស្រួយសបកវាហ្នឹងក្រៀមញ៉ាំមួយទឹកត្រី